ចាលោកអ្នកយើងជួបគ្នានៅក្នុងវគ្គទី4ដែលជាវគ្គចុងក្រោយចាបាទវគ្គចុងក្រោយហ្នឹងណាឡាយមើលសារអៃដាមតំណាងរាស្ត្រប៊ូឡាំខេត្តរតនគិរីចាបាទអៃដាមបានផ្ញើសារឆ្លើយតបផ្ទាល់ជាមួយខ្ញុំបាញ់មិញចាបាទអញ្ចឹងអៃដាមប៊ូឡាំបានបញ្ជាក់ណាសូមលោកអភិបាលក្រុងលោកអ៊ុកសំអល់ជ្រាបណាហើយនឹងអ្នកបងប្អូនប្រជារាស្ត្ររស់នៅខេត្តរតនគិរីសូមជ្រាបជាព័ត៌មានថ្ងៃនេះឆ្លើយឆ្លងគ្នានៅផ្សារបានលងឆ្លើយឆ្លងគ្នារឿងនៅខេត្តរតនគិរីច្រើនជាងគេថ្ងៃនេះបាទមិញអៃដាមប៊ូឡាំដែលជាតំណាងរាស្ត្រខេត្តរតនគិរីបានផ្ញើសារមកខ្ញុំហើយជួបជាមួយខ្ញុំបន្ថែមបាទអៃដាមបានបញ្ជាក់អញ្ចេះហើយខ្ញុំហៅគាត់លោកពូបាទគាត់អ្វីចំណាស់ហើយចាស់លោកពូប៊ូឡាំគាត់បានបញ្ជាក់មកប្រាប់ខ្ញុំថាលោកឧទ្ធីខ្ញុំតកាលណាធ្វើលិខិតសុំដកតំណាងស្ថាប័នណាមួយគឺខ្ញុំអត់ដកថយទេបាទមិនដកថយទេពីព្រោះឲ្យតែរឿងនោះវាពិតរឿងនោះមិនបន្លំគឺមិនថយទេបើសិនជារឿងនេះវាคล้ายជារឿងចំណែនឈ្នានីសគ្នាអានឹងខ្ញុំត្រូវដកថយប៉ុន្តែរឿងនេះវាមិនមែនជារឿងដែលត្រូវកុហកមហាជនលោកពូប៊ូឡាំបានបញ្ជាក់ថាបើធ្វើជាមាសសុំកុំខ្លាចភ្លើងអញ្ចឹងខ្ញុំជាមាសខ្ញុំអត់ខ្លាចភ្លើងទេបើធ្វើចោលមិនខ្លាចនឹងគាស់ផ្ទះប្រជាពលរដ្ឋទេអត់តែនឹងបើបានជាធ្វើឲ្យមិនខ្លាចទេបាទគាត់ជាជនជាតិមួយរូបគាត់ជាខ្មែរជនជាតិមួយរូបនៅខេត្តរតនគិរីយូរហើយបាទជាដើមកំណើតរបស់គាត់មកដល់អំពេលនេះប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តរតនគិរីទាំងអស់មានប្រមាណជាង 70000 នាក់ប៉ុណ្ណោះប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំមិនឈរនៅខាងអ្នកខិលខូចទេបាទនេះជាសម្ដីរបស់លោកពូប៊ូឡាំតំណាងរាស្ត្រខេត្តរតនគិរីដែលលោកបានបញ្ជាក់ប្រាប់ខ្ញុំមកបាញ់មិញថាអញ្ចឹងហើយតាក់ទងបញ្ហាកាន់ត្រានោះទៀតសោតលោកពូបញ្ជាក់ថាត្រានោះគឺឲ្យអ្នកដទៃកាន់ទេមិនអ្នកមានកាតព្វកិច្ចការងារនៅក្នុងរដ្ឋបាលខេត្តទេរដ្ឋបាលក្រុងទេអញ្ចឹងបើសិនជាធ្វើកិច្ចការទាំងអស់វាភាពត្រឹមត្រូវគាត់អត់ទៅមានចំណែននិន្ទាជាមួយនឹងបុគ្គលណាទេបាទឲ្យតែភាពត្រឹមត្រូវតែកុំភ្លេចថាប៊ូឡាំមិនឈរខាងអ្នកខិលខូចទេបាទលោកអ្នកណាហើយលោកពូគាត់បញ្ជាក់តែជាទៀតរឿងពាក់ព័ន្ធបញ្ហាទាបស៊ីនៅក្នុងផ្សារមួយចំនួនថាលោកអាបាក្រុងនឹងទាបស៊ីគេអត់មានសភៅបន្ទុកអត់មាននៅក្នុងសភៅបន្ទុកទេអញ្ចឹងឲ្យគាត់ទទួលស្គាល់យ៉ាងម៉េចឲ្យគាត់ទទួលគ្រប់គ្រងយ៉ាងម៉េចបាទនេះសូមជ្រាបទូទាំងនៃជនបាទជុំវិញនឹងរឿងនៅផ្សារបានលងហើយជុំវិញនឹងការទៀមទាសូមដកតំណែងលោកអភិបាលក្រុងដែលលោកតំណាងរាស្ត្រលោកបានបញ្ជាក់ប្រាប់ខ្ញុំបន្ថែមតហ្នឹងបាទហើយមិញក៏មានប្រជាពលរដ្ឋគាត់ទូរស័ព្ទមកខ្ញុំដែរគាត់ថាទេលោកឧទ្ធីខ្ញុំមិនចង់និយាយអីឲ្យវែងឆ្ងាយក្នុងនាមខ្ញុំប្រជាពលរដ្ឋជាអាជីវករផ្សារខ្ញុំគិតថាពេលខ្លះលោកអភិបាលក្រុងក៏ធ្វើខុសដែរនិយាយអស់បាទអញ្ចឹងដោយសារតែលោកតំណាងរាស្ត្រលោកបានជ្រាបច្បាស់ហើយអញ្ចឹងខ្ញុំមិនបាច់ចាំអធិប្បាយវែងឆ្ងាយទេឲ្យអង្កេតស្រាវជ្រាវឲ្យច្បាស់លាស់ទៅហើយសូមធ្វើកិច្ចការនឹងឲ្យយុត្តិធម៌បំផុតទៅបាទនេះក្រុមអាជីវករគាត់អត់ថាអត់ទៅលូកលាន់អីថែមទៀតព្រោះតំណាងរាស្ត្រគាត់បានប្រកាសសុំផ្ទេរតំណែងឲ្យហើយអញ្ចឹងបើអ្នកគណៈកម្មការខាងលើគណៈកម្មការចម្រុះខាងលើមិនចុះមកទេអានោះពិតជាមិនបានដឹងរឿងពិតទេអញ្ចឹងមកបាទដើម្បីកុំឲ្យថាប្រខូចមួយឲ្យយុត្តិធម៌ទាំងអស់គ្នាហើយបានប្រយោជន៍រួមសម្រាប់ពេលបញ្ចប់បញ្ហាឈ្នះទាំងអស់គ្នាបាទកុំឲ្យឈ្នះតែលើអាជីវករចាញ់ដដែលបាទអាជីវករចាញ់ដដែលនេះវារឿងដដែលហ្នឹងអត់ដោះស្រាយភាពយុត្តិធម៌នោះបាទនេះទូទាំងជនខ្ញុំដោយសារតែខ្ញុំឆ្លើយតបបាទឯកឧត្តមតំណាងរាស្ត្រលោកធ្វើការឆ្លើយតបចំពោះ
จะไว้กรองในบ้านชลายบันเม้งชลายตอบเม้งไอ้หนึ่งรวมจะมวยหนึ่งการไปแจกประทามจุ่มวิ่งหนึ่งการสมดอดตำไหนนี่บ่าให้เราหนึ่งสมไปจับไปนั่งลูกปูนะบ่าให้สมไปเชียร์ปวดแค่รถหนักนี้สมชีพเชียร์ปวดเมียนให้สมไปจับไอ้วังบ่าบัดสันเชียร์เมียนปตอพีไอทั้งไอ้สายตีนเรื่องไอ้ปลายปูขยมหนึ่งปตอพีโอเหมือนสายเหมือนใหญ่นะสายใหญ่สาวหนึ่งพอสายใหญ่สาวยมเมียนสายนะขันสายใหญ่เตี้ยออกด้านสายเตี้ยจังขยมไงเนี่ยเจงตัวบัดตัวบ้องตัวไปเล่นเตี้ยจังยืนจูบคืนนี้เนื้อทั้งไอ้จันให้แล้วสมปตอมาเรื่องเตี้ยเรื่องมวยลูกเนี่ยเนื้อคางแคทไฟเรียงเรื่องกวยจังสายพ้องปันแต่โดยจีมือเต้าโดยจีเพียบอายุเดือดทอพอพอได้แบบปุ่นมากู้ตรบานสมัติเก็จับขอดคล้วนบรรทอปีเมียนเปียบันดังเจ้าถ่าบ้านปลาหลับใบใจประเกเชียงมวยแสนดอลลาร์โอ้แม่เนี่ยโอ้นี่ไฟเรียงนะนี่โอ้ไฟเรียงไหนนี่ไฟเรียงโอ้มันเนี่ยยังจะลำเรื่องป้าจะลำเรื่องกี่ตัวนาป้าได้ป้าตัวนาตัวไหนอันนี้เรื่องใจประหนึ่งให้บรรทายความรูปเพียบยังตอนเมียนได้สารูปเพียบตอนเมียนขยมตุกมาไล่สั้นสมโดเรื่องมันโดปีนับได้ปุ่นกี่จ้าไปแต่ตรงเรื่องชอเบาเกี้ปัจจัยได้ซาแต่รูปเพียบวิอดเนื้อมาแต่เบาเลยกี่จ้าไปปัจจัยเรื่องมุ้ยได้จำไรยมจังยัยมันเนี่ยสตรีรีบจอมอันเตะพลันบรอไอ้แล้วใบเจี๊ยบรอนั่นไงใบเจี๊ยบรอจอบเจ้าปนปองดมรูปแสบสันตัวเวียตัววิงว่าเรื่องนี่ลุงเนี่ยหมดรอสถานีห้องเมียกาปีมาสามัญครัวซานั่งยุวชนมันเนี่ยบานร้องดอกบัวทุนดอยเดรีวีขมิ้นลวงล้มโยกแต่พลอนตรอบสมบัติแนวกันไล่เสียดให้จักตุ่มลีปูจิตมวยจำอามดำบงคือจีจุนรองครูปันแต่กลอยมอกคลายแต่จีจุนสองไซปนปองดำลูกแต่วิ่งลุงเนี่ยมีดังในเรื่องนั่งแจ่ยี่แต่มองเท่าการไปทางไอตีมาเพย์ปรามกายธนูปีปอนดอกบัวนั่งคือมีนสตรีมันเนี่ยสตรีมันเนี่ยนึงกอดมันนั่งจีเมาปีนาเต้กอดยุบตาให้กอดตลบเตบเตียวิ่งตลบเตบเตียวิ่งกอดอดมีนมาโตดุบก็ปึ้งเอาบรอมันเนี่ยนี่ได้เมาเนี่ยบรอมันเนี่ยนึงกอดดุบกอดเตบเตียดอกปีดุบเตบเตียแต่ดอกอะไรเนี่ยนี่ก็ยุบพร้อมถอดดุบโดยสาคืนสตรีนี่ยุบดอกดุบแต่ดอกทางจังชุบแต่นังให้ดอกปีจังสตรีได้ถอดตีสังหารได้เชียวมาเห็นโจแต่ที่จุดดุบติดเตี้ยโจแต่ดอกอะไรสังหารสตรีนึงได้จีปีกลอยบรอนี่จีปีกลอยบรอนึกดอกกับวัดจุงปีกลอยดำใบพลันยกใส่ก้อบรอนี่ดอกพลันยกใส่ก้อบรอนี่จังเป็นนู้สลับแต่บรอนี่ทางจังได้โยเต้ากรมใบจ่ายยมใบเนี่ยคือไงเนี่ยดอกนี้ดอกใส่ก้อเอาเต้าดอกใส่ก้อเอาเต้าดอกจังเลยนี่ก็มาตายมาตอบเรียนนี่จ่ายจอมปูเนี่ยอะไรจีบานปนังไงจ่ายจอมปูหนึ่งดอกมาตายมาตอบเต้านี่คือใส่นี่จ่ายเต้าปูปันใต้ใจดอนพอเนาะสลับแต่ท่าจะไม่อยากบองตัวไหนmình đi mà nè mình ở này chun tập tiệm mấy thế ôn tâm nè ấy dùng chắc nhom chi tao giờ cho tao chi tam quá cho bị dùng bay đó chi tao tụi tôi bây giờ đó khơi bong của phùng tại đây đua nâu stray chả nữa cái phim mới chết kia này đi bà hai chị stray đua rút bà hai chị hà sầm máy đi chắc là bong này cái chả khi mấy cái plan vô miệng bà đây chắc là phô nó có bao một tô đinh cho bị cối tao bà tay bà tóc vay cho môi stray nè đầu vay cho môi stray nè chặt bán của búi trời ơi bà lìก็บุยแต่อ้อยบริจับสตรีเนี่ยก็ยังการในลุยเมียนสถานตรงเงินตู้มาชั่วโมงคนสตรีดีมาจับเป็นไงเพย์ปรามดับปีปอนดับบุญเราจับอยู่อ้อยบริกับด้านจับอยู่ตลาดค้ากับบ้านประชุมตะกุกทรัพย์แต่เปกาไอ้สตรีนี่จอบกุกเหมือนบ้านเชียมาขายเป็นเล็งพ้องทรัพย์แต่เจงมาไว้เนี่ยขังจุนรองครูแน่อดดังแต่สตรีนึงใจเนี่ยเดินไปรู้ไหมก่อนอดดังแต่ใจเนี่ยปัจจัยซับแต่ไงมวยนู้เมียนมัดแพะระบอกขโมยไปรู้ไหมมัดแพะนั่นหมดปราบท้าโอ้ยี่สตรีมันเนี่ยได้พลอนในยังจับด่ากุกเอาแล้วอันตซีกาหนึ่งไงนึกอันตซีกาแต่เห็นไหมแต่จม
ជាប់គុកតន់បានមួយខែមកឥឡូវទៅការបាត់ហ៎រៀបការបាត់ហ៎អញ្ចឹងឯនេះក៏ឃើញអញ្ចឹងក៏ស្រាប់តែទៅប្តឹងប៉ូលីសស្រាប់តែទៅប្តឹងប៉ូលីសថាឥឡូវនេះឮថាស្ត្រីនេះបានរួចពីគុកហើយឥឡូវទៅរៀបការហេតុអីបានជាជាប់គុកបានតែបន្តិចបែរមិនទាន់មានសំណងមកខ្ញុំផងឥឡូវបែរទៅរៀបការក៏រំភើអញ្ចឹងនេះទៅប្តឹងប៉ូលីសអញ្ចឹងបាទទៅប្តឹងប៉ូលីសអញ្ចឹងស្រាប់តែទេកាលអីស្រាប់តែក្រោយមកទៅប្តឹងឯហើយស្រាប់មកទល់ពេលនេះស្រាប់តែតុលាការចេញនៃការកោះហៅភិរមតាំងលពុកភិរមតាំងប្អូននេះនឹងកោះហៅបាទកោះហៅឲ្យចូលទៅក្នុងតុលាការដោយចោទពីបទសាកសួរទៅចោទពីបែបបទថាប៉ុនប៉ងរំលោភសេពសន្តិវៈនិងហិង្សាដោយចេតនាទៅវិញអូយវាទៅជាចឹងទៅខំប្តឹងទៅប្តឹងគេថាគេហេតុអីបានជាចេញពីគុកលឿនម្ល៉េះអត់ទាន់ដោះស្រាយអីផងស្រាប់តែទៅប្តឹងគេស្រាប់តែគេប្តឹងមកវិញគេចោទតុលាការចេញពីការចោទថាប៉ុនប៉ងរំលោភសេពសន្តិវៈនិងហិង្សាដោយចេតនាឥឡូវម្ដាយនឹងកូនទាំងពីរនាក់នេះមកដល់ស្ថានីយ៍ខ្ញុំថាវាហួសចិត្តតែប៉ុណ្ណឹងវាឥឡូវមិនឥឡូវចឹងគិតមិនបងប្អូនឥឡូវនេះបើលេងអញ្ចឹងទៅនេះនេះករណីលួចមានស្ថានទម្ងន់ទោសចាក់មកគេមកកបិតអីហ្នឹងយកខ្សែកហ្នឹងតាមបានគេចាប់បានហ្នឹងហើយដល់ទៅពេលនេះទៅប្តឹងថាមិនក៏ចេញឆាប់ម៉េះនេះព្រោះតាំងចាចាំមិនក៏ឆាប់ចេញម៉េះទៅប្តឹងប៉ូលីសបន្ថែមតាមប៉ូលីសបញ្ជូនសំណុំរឿងទៅមិនស្រាប់តែលេចចេញតុលាការកោះហៅអ្នកប្តឹងឯនេះទាំងឪពុកទាំងកូនទាំងពីរនាក់ទៅជាចោតប៉ុនប៉ងរំលោភសេពសន្តិវៈនិងអំពើហិង្សាដោយចេតនាអូយវាទៅអញ្ចឹងទៅដល់ពេលអញ្ចឹងទៅខ្ញុំមិនដឹងថាម៉េចដែរណាបាទសូមអង្គការសិទ្ធិមនុស្សគាត់ទៅមេត្តាជួយគាត់តិចទៅតិចទៅជួយពិនិត្យតិចទៅព្រោះលេងវាភ្នែកស្រស់ពេកអញ្ចឹងដូចខ្ញុំពិបាកជឿនឹងរឿងនឹងដែរនេះរឿងនេះការទំកាត់ឡើងគឺល្បីលោករដ្ឋាព្រោះបើតាមដឹងទៅគឺនារីម្នាក់ហ្នឹងគាត់ញៀននឹងល្បែងហើយគាត់ញៀននឹងល្បែងគាត់លេងល្បែងអស់លុយហើយអស់ទាំងលុយថ្លៃបណ្ណាការទៀតដល់ពេលអញ្ចឹងគាត់មិនដឹងថាបានលុយពីណាទៅការចាគាត់បែកឃើញនឹកបែកគំនិតប្លន់ម្នាក់ប្រុសនេះចាអូអញ្ចឹងបានន័យថាស្ត្រីនេះគាត់មុនពេលគាត់ធ្វើសកម្មភាពប្លន់គេចាក់ដោយកំបិតនឹងហើយគឺបានន័យថាគាត់ចិត្តរៀបការចាគាត់ចិត្តរៀបការចិត្តដល់ថ្ងៃរៀបការអញ្ចឹងបែបតឡាការគាត់មើលឃើញថាគាត់ចិត្តរៀបការហ្នឹងបានចាប់ផ្ដើមប្រឡែងគាត់គឺឪពុកម្ដាយខាងស្រីដូចជាដាក់ឲ្យដូចជារបៀបថាធានាកូនឲ្យនៅក្រៅឃុំណាចាដើម្បីឲ្យកូនទៅរៀបការធានាឲ្យទៅក្រៅឃុំរៀបការសិនគ្រួសារឪពុកម្ដាយធានាសុំនៅក្រៅឃុំនេះបើសំបីតារូបនេះក៏គេមានបច្ចៈដែរលោករដ្ឋាបាទនោះនេះចានេះគ្រួសារឪពុកម្ដាយធានាសុំនៅក្រៅឃុំចាដើម្បីឲ្យកូនស្រីមករៀបការប៉ុន្តែឥឡូវបើថាធានាទៅនៅក្រៅឃុំឯនេះគ្នាទៅដឹងប្រាប់ប៉ូលីសអញ្ចឹងហេតុអីបានជាមានបណ្ដឹងបកមកចេញមកលិចធ្លោដោយភ្នែកស្រស់អញ្ចឹងទៅជានេះមើលចោតសួរមិនវិញសាលាដំបងខេត្តលោកគៀងសុធិរូគៀងសុនទ្រូបានចេញដោយការកោះហៅជនរងគ្រោះរិនភិរមប្អូនជនរងគ្រោះរិនភិរៈនិងឪពុកជនរងគ្រោះឡើងតុលាការថ្ងៃទី21ខែឧសភា2015ថ្ងៃ21យ៉ាងមុខដើម្បីសាកសួរពីដំណើររឿងប៉ុនប៉ងរំលោភសេពសន្តិវៈនិងហិង្សាដោយចេតនាតែអញ្ចេះវិញអូខាងស្រីទៅប្តឹងអញ្ចឹងវិញឥឡូវចាំតាមមើលតិចទៀតទេចាខ្ញុំជឿថាតុលាការគាត់ថាធម្មតាឥឡូវគេប្តឹងតុលាការគាត់ទទួលហើយមិនអញ្ចឹងណាប៉ុន្តែឥឡូវចាំមើលចាត់ការថ្ងៃ21នឹងទៀតទៅឥឡូវយើងតាមដានមើលតិចទៀតទៅណាបាទនេះពីគ្រួសារនេះគាត់មកដល់ហងមាសដើម្បីចង់បញ្ជាក់ប្រាប់តាលោកទីវាទៅជាអញ្ចឹងវាឥឡូវខ្ញុំគិតមិនគេមិនទាន់ធ្វើអីយើងទេប៉ុន្តែគេកោះហៅថ្ងៃ21ហ្នឹងតាំងឪតាំងកូនពីរនាក់ដែលចោតប្រកាន់ថាពីបទប៉ុនប៉ងរំលោភសេពសន្តិវៈនិងហិង្សាដោយចេតនាហើយនេះស្នាមពោះចាក់ទម្លាយប៉ុណ្ណានេះដេអត់ទាន់បាននេះផងហ្នឹងទៅជាស្រួលបួលផងណាចាថ្លៃងាប់ហើយលោកហើយរឿងវាទៅអញ្ចឹងវិញបាទអញ្ចឹងអត់អីទេខ្ញុំជឿជាក់ថាតុលាការគាត់ប្រកាសជាមិនមែនចិត្តថាធ្វើតាមពាក្យបណ្ដឹងឥឡូវទទួលធម្មតាសិទ្ធិសេរីភាពនៃការប្តឹងប្រទេសប្រជាធិបតេយ្យការប្តឹងអីក៏បានដែរប៉ុន្តែសំខាន់ទិដ្ឋភាពជាក់ស្ដែងហេតុការណ៍ដែលកើតឡើងពិតប្រាកដវាយ៉ាងណា
nè tập bản năng này một thà rừng chân ngọt phải mà hai chân này của tu sơn lá phải chứ ngọt trồ đòi đó bạn ở con tôi tên này chân lâu nè đường đó bị chết tập play nhưng mà tại đời sao tập pin liên đó ti bên chọc ta hơi ngày nay chỉ ngày trong sập đà phong khi ông đừng trâu trên từ khét bay lính nâng khét bạch tờ bong và từ tìm muối nâng dột lùi từ ở thay đồn kia và hai tỷ pi dương đo chùm nuôi phong hai tỷ bấy chuột chùm muối nâng khang nẹt bay lính chùm vinh nâng tầm năm cả sẹo xa cam miền bay lính đưa cả hào thạch tầng ngàn tầm lâu mi tiếng nấu cầm riêng đâu ấy phong tầm rằng mạch đá than tập hiệp chia bộ đọt bảo dương đâu tin nu bạn đời sao tập hiệp liệt đặt tiền bên chọc trong chùm mùi nâng cây nhà đi na rôm chùm mùi nâng krom ca nghe tiếng ó dương sông chùm liệt trăm bản này hai dương tháng ngày chan dương nâng vân một chục kia tập hiệp liệt nâng mong đã đài hai ngày nay có oi ao kia bên này bạn đời sao tập hiệp liệt đặt tiền bên chọc dương sông tiếng ó kia sớm chùm liệt chục kia được thay chăn